រឿងចំនួនតាក់ទងនឹងប្រាសាទព្រះវិហារណាបានចាក់ផ្ទុះឡើងខ្លាំងនៅឆ្នាំ1954បន្ទាប់ពីកម្ពុជាយើងបានទទួលឯករាជ្យពីបារាំងហើយគណៈពេលនោះថៃក៏បានបញ្ជូនកងទ័ពនិងកងកម្លាំងប្រដាប់អាវុធផ្សេងៗចូលមកកាន់កាប់ប្រាសាទនិងតំបន់ជុំវិញប្រាសាទហើយចំនួននេះបានផ្ទុះឡើងម្ដងទៀតគឺនៅឆ្នាំ2008ដែលការនោះនឹងបានបណ្ដាលឲ្យអ្នកស្លាប់និងរបួសក្នុងការផ្ទុះអាវុធមកប្រាវនៅតំបន់ជុំវិញប្រាសាទហ្នឹងធ្វើឲ្យមានការតវ៉ាតាមផ្លូវទូតនិងតាមផ្លូវតុលាការម្ដងទៀតក្នុងដំណើររឿងនេះយើងនឹងមករំលឹកអំពីប្រវត្តិម្ដងទៀតពាក់ព័ន្ធនឹងវិវាទផ្លូវច្បាប់រវាងកម្ពុជានិងថៃនៅតុលាការយុត្តិធម៌អន្តរជាតិសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីអត្ថាធិប្បាយច្បាប់ដែលថ្ងៃនេះយើងនឹងលើកយកនៅប្រធានបទដ៏សំខាន់និងរសើបមួយពាក់ព័ន្ធនឹងវិវាទដែនដីរវាងកម្ពុជានិងថៃនៅតុលាការយុត្តិធម៌អន្តរជាតិហើយវាគឺជាបទពិសោធន៍ដ៏ជូរចត់មួយនិងបទពិសោធន៍ដ៏ខ្លាំងក្លាមួយសម្រាប់ថៃនិងកម្ពុជាដែលមានការតតាំងក្តីគ្នាណានៅតុលាការយុត្តិធម៌អន្តរជាតិហើយវាមិនមែនជារឿងថ្មីទេសម្រាប់ខ្មែរក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការរំលោភនៅដែនដីរបស់ជាតិយើងអញ្ចឹងមុននឹងឈានចូលដល់ខ្លឹមសារនៃវីដេអូបងប្អូនដែលមិនទាន់ Subscribe Channel YouTube និង Follow Facebook Page ខ្ញុំអាចចុច Follow Facebook Page ខ្ញុំនិង Subscribe Channel YouTube បានដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានទទួលនៅចំណេះដឹងផ្នែកច្បាប់ផ្សេងៗណាអញ្ចឹងយើងបកមកក្នុងរឿងដែលយើងនឹងជជែកគ្នាក្នុងថ្ងៃនេះវិញពាក់ព័ន្ធនឹងរឿងក្តីប្រាសាទព្រះវិហារណាកាលពី50-60 ឆ្នាំមុនចឹងមានប្រិយមិត្តខ្លះប្រហែលជាបានដឹងមកហើយអំពីតុលាការយុត្តិធម៌អន្តរជាតិឬក៏ ICJ ចឹងសំណួរសួរថាតើ ICJ ឬក៏ស្ថាប័នតុលាការយុត្តិធម៌អន្តរជាតិហ្នឹងមានទួនាទីអីខ្លះហើយតុលាការហ្នឹងនៅឯណាចឹងតុលាការនេះគឺជាតុលាការមួយដែលមានសមត្ថកិច្ចក្នុងការដោះស្រាយណាចំនួនរវាងរដ្ឋនិងរដ្ឋឬក៏ប្រទេសនិងប្រទេសហើយតុលាការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1945ហើយនឹងចាប់ផ្ដើមដំណើរការមែនតើហ្នឹងនៅក្នុងឆ្នាំ1946អញ្ចឹងតុលាការនេះមានទីតាំងនៅក្នុងទីក្រុងឡែប្រទេសហូឡង់ហើយតុលាការនេះគឺជាសេនាធិការមួយឬក៏ជាផ្នែកមួយរបស់អង្គការសហប្រជាជាតិអង្គការសហប្រជាជាតិគឺជាអង្គការដែលថាដែលធំជាងគេនៅលើពិភពលោកក្នុងការសម្របសម្រួលឬក៏ដឹកនាំប្រទេសនានានៅលើពិភពលោកអញ្ចឹងប្រទេស190ប្រទេសជាងនៃភាគច្រើនគឺជាសមាជិករបស់អង្គការសហប្រជាជាតិអញ្ចឹងខ្ញុំមិនបាច់រៀបរាប់ច្រើនទេពីអង្គការសហប្រជាជាតិបងប្អូនយល់ហើយណាអញ្ចឹងសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិគឺមានសមត្ថកិច្ចចំនួន2ណាទី1គឺដោះស្រាយវិវាទណារវាងរដ្ឋនិងរដ្ឋឬក៏រវាងប្រទេសនិងប្រទេសរដ្ឋនិងរដ្ឋឬក៏ប្រទេសនិងប្រទេសគឺដូចគ្នាទេបងប្អូនរដ្ឋនិងរដ្ឋហ្នឹងមិនមែនមានន័យថាជាខេត្តទេណានៅក្នុងភាសាការទូតគេហៅថារដ្ឋនិងរដ្ឋឬក៏ជាអង់គ្លេសគេហៅថា state ណាគេហៅ country ទេគេហៅថា state ណាជារដ្ឋនិងរដ្ឋប៉ុន្តែបើយើងនិយាយក្នុងភាសាសាមញ្ញគេហៅថាប្រទេសនិងប្រទេសអញ្ចឹងមានន័យដូចគ្នាទេអានេះគឺជាមុខងារទី1ដែលថាគឺដោះស្រាយរវាងចំនួនប្រទេសនិងប្រទេសមុខងារទី2របស់តុលាការនេះគឺថាផ្ដល់មតិឬក៏ប្រឹក្សាយោបល់ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់នានាដែលណាសមាជិកប្រទេសរបស់ខ្លួនឬក៏ប្រទេសនានាលើពិភពលោកនឹងស្នើសុំឲ្យខ្លួនផ្ដល់យោបល់ឲ្យណានេះគឺជាឆ្នាំនៃការកកើតនឹងទីកន្លែងឬក៏មុខងារសំខាន់របស់តុលាការយុត្តិធម៌អន្តរជាតិដែលហៅថា ICJ និង ICJ មកពីពាក្យពេញថា International Court of Justice ណាបាទនេះគឺជាពាក្យពេញហើយបងប្អូនកុំយល់ច្រឡំនឹងពាក្យថា ICC ទេបងប្អូន ICC គឺជាតុលាការឧក្រិដ្ឋកម្មអន្តរជាតិណាដែលមកពីពាក្យពេញថា International Criminal Court ហើយបើសិនបើបងប្អូនចង់ឲ្យខ្ញុំធ្វើការប្រៀបធៀបរវាង ICJ ណានិង ICC ឬក៏រវាងតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការឧក្រិដ្ឋកម្មអន្តរជាតិបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានខ្ញុំនឹងស្រាវជ្រាវឆ្លៀតពេលធ្វើឲ្យបងប្អូនស្ដាប់ណាអញ្ចឹងយើងបកចូលមកក្នុងប្រធានបទយើងវិញដែលយើងនឹងនិយាយអំពីរឿងក្តីប្រាសាទព្រះវិហាររវាងកម្ពុជាហើយនិងថៃណាថាតើដំណើររឿងហ្នឹងវាយ៉ាងដូចម្ដេចសម្រាប់ប្រទេសកម្ពុជាយើងពាក្យថាតុលាការយុត្តិធម៌អន្តរជាតិមិនមែនជាពាក្យថ្មីទេហើយក៏មិនមែនជាឈ្មោះប្លែកដែលខ្មែរយើងឬក៏រដ្ឋាភិបាលយើងខ្លាចរអាដែរដោយសារតែយើងហ្នឹងធ្លាប់ទៅកន្លែងហ្នឹងញឹកញាប់ហើយយើងក៏មានបទពិសោធន៍ជាមួយនឹងតុលាការយុត្តិធម៌អន្តរជាតិណាតាមរយៈរឿងក្តីនៃប្រាសាទព្រះវិហារដែលជាបេះដូងនៃបេតិកភណ្ឌជាតិរបស់យើងណា
រឿងក្តីនេះបានឆ្លងកាត់នៅដំណាក់កាលសំខាន់ចំនួន2ដែលខ្ញុំនឹងជំរាបជូននៅក្នុងពាក់កណ្ដាលនៃវីដេអូអញ្ចឹងសូមបងប្អូនកុំសាទៅមុខប្រយ័ត្នដាច់ខ្លឹមសារណាកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅតុលាការនេះនៅថ្ងៃទី6 ខែតុលា ឆ្នាំ 1959 ដើម្បីស្នើសុំឲ្យតុលាការណាពិនិត្យមើលលើដែនអធិបតេយ្យភាពនិងការដែលថៃបញ្ជូនទ័ពចូលមកឈរជើងនៅក្នុងតំបន់ជុំវិញនៃប្រាសាទព្រះវិហារក្នុងការតតាំងក្តីនេះមានគណៈប្រតិភូដែលតំណាងឲ្យកម្ពុជានឹងគឺមានលោកទ្រឿងកាងដែលជាសមាជិកឧត្តមក្រុមប្រឹក្សារាជបល្ល័ង្កអមដោយអ្នកច្បាប់ដ៏ល្បីឈ្មោះ2នាក់ម្នាក់ជាមេធាវីណាប្រចាំតុលាការកំពូលអាមេរិកនិងម្នាក់ទៀតជាសាស្ត្រាចារ្យច្បាប់បារាំងផ្អែកតាមឯកសារក្រៅផ្លូវការក្នុងនោះក៏មានលោកសរិនឆាកផងដែរសម្រាប់លោកអ្នកដែលមិនទាន់ស្គាល់លោកទាំងពីរមានដូចជាលោកទ្រឿងកាងលោកសរិនឆាកតាមពិតលោកទាំងពីរនេះគឺជាអ្នកច្បាប់ដ៏ខ្លាំងរបស់កម្ពុជាឬក៏ជាបញ្ញវន្តខ្មែរដែលអាចស្វែងរកនៅផុសតាងឯកសារផ្សេងៗតតាំងជាមួយនឹងខាងភាគីថៃហើយខាងភាគីថៃហ្នឹងក៏មានអ្នកច្បាប់គេខ្លាំងដែរក៏ប៉ុន្តែគេខ្វះនៅឯកសារមួយចំនួនដែលជាហេតុបណ្ដាលឲ្យកម្ពុជាយើងអាចទាញយកផុសតាងឬក៏យកប្រយោជន៍ពីរឿងក្តីនេះបានខ្ញុំនឹងជំរាបជូននៅក្នុងពាក្យកណ្ដាលនៃ podcast នេះអញ្ចឹងបងប្អូនដែលចង់ស្វែងរកលោកទ្រឿងកាងជាអ្នកណាលោកសរិងឆាកជាអ្នកណាអាចរកបាននៅលើអ៊ីនធឺណិតក៏ប៉ុន្តែខ្ញុំអាចជំរាបជូនថាលោកទាំងពីរគឺជាអ្នកច្បាប់ហើយក៏ជាអ្នកប្រវត្តិសាស្ត្រហើយស្នាដៃលោកសរិងឆាក៏បានសរសេរដែរពាក់ព័ន្ធនឹងកិច្ចការព្រំដែនរបស់ប្រទេសកម្ពុជាហើយក៏មានបោះពុម្ពជាសភៅលក់តាមបណ្ណាគារឬក៏ទីកន្លែងលក់សភៅផ្សេងៗបងប្អូនអាចទៅរកមើលបានណាស្នាដៃរបស់លោកសរិងឆាពាក់ព័ន្ធនឹងរឿងកិច្ចការព្រំដែននេះអញ្ចឹងខ្ញុំសូមបិទវងកញ្ចក់វិញចំណឹងណាអញ្ចឹងយើងបកមករឿងក្តីវិញមុនដំបូងក្រោយពីបានទទួលពាក្យបណ្ដឹងពីកម្ពុជាហើយណាថៃបានបដិសេធមិនទទួលស្គាល់អំពីសមត្ថកិច្ចនៃតុលាការយុត្តិធម៌អន្តរជាតិក្នុងការជំរះក្តីលើរឿងប្រាសាទព្រះវិហារឡើយមានន័យថាថៃបដិសេធអត់ទទួលស្គាល់ទេថាតុលាការនឹងមានសិទ្ធិសម្រេចក្តីរបស់ខ្លួនរវាងខ្មែរហើយនិងថៃអញ្ចឹងខាងវិគីថៃគេប្រកាសមិនទទួលស្គាល់ទេមិនទទួលស្គាល់ថាតុលាការនឹងអាចមានសិទ្ធិជំរះក្តីនឹងបានណាបើទោះបីជាមានការប្រកាសរបស់ថៃក៏ដោយបន្ទាប់មកនៅថ្ងៃទី26 ឧសភា 1961ណាឆ្នាំ 1961តុលាការយុត្តិធម៌អន្តរជាតិបានចេញសេចក្តីសម្រេចចរានចោលបណ្ដឹងជំទាស់របស់ថៃហើយប្រកាសថាតុលាការមានសមត្ថកិច្ចពេញលេញក្នុងការជំរះក្តីលើកបណ្ដឹងរបស់កម្ពុជាដោយមិនអាចរារាំងនៅសមត្ថកិច្ចរបស់តុលាការបានថៃក៏យល់ព្រមទាំងបង្ខំក្នុងការចូលរួមសាវនាការណានៅពេលដែលគេបើករឿងក្តីនឹងយកមកជជែកគ្នាអញ្ចឹងនៅក្នុងអំឡុងពេលនៃសាវនាការផ្ទាល់មកជាបន្តបន្ទាប់គឺថាភាគីកម្ពុជាយើងបានលើកយកនៅផែនទីដងរែកដែលជាផែនទីភ្ជាប់ជាមួយនឹងសន្ធិសញ្ញាបារាំងសៀមឆ្នាំ 1904 មកធ្វើជាមូលដ្ឋានច្បាប់អញ្ចឹងសន្ធិសញ្ញាបារាំងសៀមឆ្នាំ 1904 នេះគឺជាសន្ធិសញ្ញាមួយដែលកំណត់ណាព្រំដែនរវាងសៀមនិងខ្មែរដែលកាលនោះមិនទាន់មានឈ្មោះថៃទេគឺរវាងសៀមហើយនិងខ្មែរដែលកាលនោះគឺបារាំងតំណាងឲ្យខ្មែរព្រោះបារាំងគឺជាអាណាព្យាបាលឬក៏ជាអាណានិគមគ្រប់គ្រងប្រទេសខ្មែរតែសៀមអត់មានរដ្ឋបរទេសណាមកគ្រប់គ្រងទេអញ្ចឹងបារាំងដែលចុះសន្ធិសញ្ញាជាមួយសៀមនេះហ្នឹងគឺតំណាងជាឪពុកម្ដាយរបស់កម្ពុជាយើងក្នុងការចុះសន្ធិសញ្ញាឬក៏ចុះឯកសារច្បាប់កំណត់អំពីព្រំដែនសៀមហើយនិងខ្មែរនៅជំនាន់នោះគឺឆ្នាំ 1904 អញ្ចឹងនៅពេលដែលតតាំងក្តីគ្នានៅតុលាការគឺខាងវិគីខ្មែរយកអាសន្ធិសញ្ញាបារាំងសៀមឆ្នាំ 1904 ហ្នឹងយកមកធ្វើជាមូលដ្ឋានក្នុងការតតាំងក្តីគ្នាឬក៏ធ្វើជាផុសតាំងបង្ហាញនៅតុលាការអញ្ចឹងនៅក្នុងសន្ធិសញ្ញាឆ្នាំ 1904 ហ្នឹងមិនមែនមានតែអក្សរទេក៏មានភ្ជាប់នៅផែនទីផងដែរណាអញ្ចឹងអាផែនទីហ្នឹងគឺជាផុសតាំងសំខាន់ដែលខាងខ្មែរយើងបានដាក់ទៅតុលាការពិនិត្យណាអញ្ចឹងឆ្លងកាត់នៅសាវនាការនេះទាញហេតុផលផ្ទាល់មាត់ជាច្រើនដងតុលាការក្រុងឡាអេឬក៏តុលាការយុត្តិធម៌អន្តរជាតិនឹងបានចេញសាលដីកាសម្រេចមួយបញ្ជាក់អំពីរឿងក្តីប្រាសាទព្រះវិហារនេះផងដែរណាអញ្ចឹងមុននឹងបកស្រាយបន្តទៀតសម្រាប់បងប្អូនថ្មីដែលមិនទាន់ស្គាល់ខ្ញុំទេអាច Subscribe Channel YouTube នេះទៅណាព្រោះសិនបងប្អូនបានស្ដាប់មកដល់ត្រង់ចំណុចនេះ Subscribe Channel YouTube ខ្ញុំម្នាក់មួយទៅដើម្បីលើកទឹកចិត្តឲ្យខ្ញុំធ្វើវីដេអូនេះបន្ថែមទៀតហើយបើបងប្អូនចង់ណាគាំទ្រខ្ញុំបាទអាចទិញរូបសំណាកយុត្តិធម៌ពីខ្ញុំទៅណាបាទអាហ្នឹងគឺជាការលើកទឹកចិត្តមួយហើយណាអញ្ចឹងមុននឹងបកស្រាយនៅសារដីការបស់តុលាការខ្ញុំសូមបែងចែករឿងនេះជា2ដំណាក់កាលទី1គឺជាប្រកាសសាលដីការបស់តុលាការនៅឆ្នាំ 1962 គឺនៅថ្ងៃទី 15 ខែមិថុនាឆ្នាំ 1962 តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសសាលដីកាសម្រេចថាប្រាសាទព្រះវិហារ
គឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជាគឺស្ថិតនៅក្រោមដែនដីដែលកម្ពុជាជាអ្នកគ្រប់គ្រងជាសំណួរសួរថាហេតុអីបានជាមានរឿងក្តីនេះកើតឡើងគឺដោយសារតែមានវិវាទលើកម្មសិទ្ធិនៃប្រាសាទបុរាណរបស់ខ្មែរនេះឯងប៉ុន្តែការប្តឹងម្ដងគ្នាពិតប្រាកដណាថៃបានអះអាងថាតុលាការមានសិទ្ធិសម្រេចតែលើរឿងក្តីនៃប្រាសាទទេសម្រាប់ឯដីដែលជុំវិញប្រាសាទគឺតុលាការមិនអាចសម្រេចក្តីលើរឿងនេះបានឡើយមានន័យថាថៃយល់ព្រមទទួលស្គាល់តែអំណាចរបស់តុលាការសម្រេចសិទ្ធិពាក់ព័ន្ធនឹងអ្នកណាគេជាម្ចាស់ប្រាសាទប៉ុន្តែអ្នកណាគេជាម្ចាស់ទឹកដីគឺតុលាការមិនអាចសម្រេចបានទេហ្នឹងគឺជាមតិឬក៏ការតវ៉ារបស់ភាគីថៃពេលដែលរឿងក្តីសាវនាការឬក៏ពេលដែលប្រកាសសាលដីការបស់តុលាការហ្នឹងគឺចាប់ផ្ដើមអញ្ចឹងក្នុងដំណើររឿងក្តីនេះតុលាការបានពិនិត្យភស្តុតាងជាច្រើនដែលជាភស្តុតាងសំខាន់មួយនោះគឺផែនទីដែលគេរកឃើញនៅចំនួននោះដែលពាក់ព័ន្ធនឹងរឿងក្តីនៃប្រាសាទព្រះវិហារឬក៏ពាក់ព័ន្ធនឹងរឿងការកំណត់ព្រំដែនរវាងបារាំងនិងសៀមហ្នឹងគឺមាន11ផ្ទាំងដែលគេរកឃើញហើយសៀមក៏បានទទួលស្គាល់ដែរថា11ផ្ទាំងហ្នឹងគឺជាផែនទីដែលកំណត់ដោយគណៈកម្មការកិច្ចការព្រំដែនរវាងសៀមហើយនិងបារាំងក៏ប៉ុន្តែក្រោយមកសៀមបែរជាបដិសេធមិនទទួលស្គាល់ណានៅផែនទីនឹងវិញណាដោយលើកហេតុផលថាផែនទីនឹងមានអត្ថន័យផ្សេងមិនមានអត្ថន័យក្នុងការប្រគល់ប្រាសាទនឹងឲ្យមកខ្មែរទេណានេះគឺជាអ្វីដែលសៀមបានអះអាងនៅក្នុងសាវនាការក៏ប៉ុន្តែផ្អែកតាមការបកស្រាយរបស់តុលាការវិញគឺថាសៀមមិនអាចបដិសេធមិនទទួលស្គាល់ថាអ្វីដែលបានចុះជាមួយនឹងបារាំងក្នុងឆ្នាំ1104នោះមិនមានកំណត់អំពីដែនអធិបតេយ្យភាពរបស់ប្រាសាទព្រះវិហារបានទេពីព្រោះអីថ្នាក់ដឹកនាំថៃថ្នាក់ដឹកនាំនយោបាយថៃគឺបានទទួលស្គាល់ហើយថាប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនដីរបស់ខ្មែរតាមរយៈផែនទីដែលបង្ហាញនៅតុលាការអញ្ចឹងតុលាការគឺផ្អែកទៅលើផែនទីហ្នឹងយកមកសំអាងមិនមែនជាផែនទីដែលគូដោយភាគីថៃតែម្ខាងទេគឺផែនទីគូដោយអាណានិគមបារាំងដែលតំណាងឲ្យកម្ពុជានិងប្រទេសសៀមចឹងជាលទ្ធផលក្រោយប្រកែកតវ៉ាមិនឈ្នះហើយគ្មានឯកសារផុសតាំងណាមួយគ្រប់គ្រាន់គឺសាលដីកានេះបានបង្គាប់ឲ្យប្រទេសថៃដកកងកម្លាំងប្រដាប់អាវុធឬឆ្មាំឬក៏អ្នកយាមទាំងអស់របស់ខ្លួននៅតំបន់ជុំវិញប្រាសាទចេញពីទឹកដីកម្ពុជាហើយនេះគឺជាជ័យជំនះផ្នែកច្បាប់ជាប្រវត្តិសាស្ត្រមួយរបស់កម្ពុជាដែលសម័យនោះគឺដឹកនាំដោយសម្ដេចនរោត្តមសីហនុហើយអមដោយបញ្ញវន្តខ្មែរយើងជាច្រើនមែនទែនដែលខ្ញុំបានលើកឡើងពីខាងដើមទី1គឺលោកគ្រឿងកាងហើយក៏អាចមានលោកសរងឆាហើយនឹងមានអ្នកច្បាប់បរទេសជាច្រើនផងដែរដែលចូលរួមក្នុងដំណើរការតតាំងក្តីជាមួយថៃនៅតុលាការយុត្តិធម៌អន្តរជាតិណាហើយរឿងនេះក៏វាពាក់ព័ន្ធទៅនឹងភូមិសាស្ត្រនយោបាយផងដែរព្រោះកាលហ្នឹងគឺថាស្ថិតនៅក្នុងសម័យសង្គ្រាមត្រជាក់អញ្ចឹងសម័យសង្គ្រាមត្រជាក់ហ្នឹងគឺចាប់ពីឆ្នាំ1945រហូតដល់ឆ្នាំ1991អញ្ចឹងចំនួនពាក់ព័ន្ធនឹងវិវាទដែនដីរឿងតុលាការនេះវាពាក់ព័ន្ធគ្នាជាមួយភូមិសាស្ត្រនយោបាយផងសង្គ្រាមត្រជាក់ផងណាហើយបើទោះបីជាយ៉ាងនេះក៏ដោយមានសាលដីកាឆ្នាំ1962ហ្នឹងក៏ស្ថានភាពនៅតំបន់នៃប្រាសាទព្រះវិហារមិនបានស្ងប់ស្ងាត់ទាំងស្រុងទេហើយភាពតានតឹងរវាងប្រទេសទាំងពីរហ្នឹងបានផ្ទុះឡើងជាថ្មីម្ដងទៀតគឺនៅឆ្នាំ2008អំឡុងខែកក្កដាគឺនៅពេលនោះគឺថាកម្ពុជាយើងបានស្នើសុំយកប្រាសាទព្រះវិហារយកទៅចុះបញ្ជីក្នុងអង្គការ UNESCO ដែលជាបញ្ជីបេតិកភណ្ឌពិភពលោកហើយវាគឺជាជោគជ័យប្រវត្តិសាស្ត្រមួយរបស់ខ្មែរក្រោយដល់ដំណឹងនេះភ្លាមគឺថាថៃបានបញ្ជូនកងទ័ពនិងកងកម្លាំងប្រដាប់អាវុធផ្សេងចូលមកកាន់កាប់នៅតំបន់ជុំវិញប្រាសាទជាពិសេសគឺវត្តកែវសិក្ខាគិរីស្វារៈដែលជាវត្តរបស់ខ្មែរយើងនឹងឯងហើយពេលនោះក៏បណ្ដាលឲ្យមានការប៉ះទង្គិចដោយអាវុធរវាងកងទ័ពនៃប្រទេសទាំងពីរហើយពេលនោះក៏មានធ្វើឲ្យមានអ្នករបួសហើយក៏មានអ្នកស្លាប់ដោយសារការផ្ទុះអាវុធពេលហ្នឹងគឺរៀងធំធេងដែរបងប្អូនបាទមិនមែនអាវុធធំដៃទេគឺមានការផ្លោងរហូតដល់មានការប្រើអាវុធធន់ធ្ងន់ទៀតអញ្ចឹងអាហ្នឹងវាជាធម្មតាការសាយទឹកគឺវាត្រូវសើមសងខាងហើយណាអញ្ចឹងខ្ញុំមិនបកស្រាយអំពីការខូចខាតនៃប្រទេសទាំងពីរទេបងប្អូនអាចទៅរកព័ត៌មានបន្ថែមបានគាត់ដឹងថាការហ្នឹងវាមានប៉ះការប៉ះទង្គិចហ្នឹងវាធ្ងន់ធ្ងរដែរណាបាទអញ្ចឹងរឿងហ្នឹងវាផ្ទុះឡើងម្ដងទៀតគឺនៅឆ្នាំ2008ហ្នឹងដោយសារថៃមិនគោរពទៅតាមការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ1962អញ្ចឹងក៏បណ្ដាលឲ្យមានចំនួនការទូតនិងចំនួនកងទ័ពកើតឡើងម្ដងទៀតណាដោយប្រឈមនឹងស្ថានភាពបែបនេះគឺនៅខែមេសាឆ្នាំ2011រដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិធ្វើការបកស្រាយសាលដីការបស់ខ្លួនក្នុងឆ្នាំ1962នឹងឡើងវិញ
ចឹងនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013តុលាការយុត្តិធម៌អន្តរជាតិក៏បានចេញសាលដីកាបកស្រាយមួយទៀតចឹងចំណុចទី1ដែលសំខាន់គឺថាតុលាការបានបញ្ជាក់ឡើងវិញឲ្យច្បាស់ណាទៅភាគីថៃថាប្រាសាទព្រះវិហារទាំងមូលគឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាគឺស្ថិតក្រោមដែនដីដែលគ្រប់គ្រងដោយកម្ពុជាចំណុចទី2គឺជាចំណុចសំខាន់គឺថាតុលាការបានកំណត់ព្រំដែននៃតំបន់ជុំវិញប្រាសាទដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាដោយផ្អែកលើទីតាំងភូមិសាស្ត្រនិងផែនទីណាដែលភ្ជាប់ក្នុងសាលដីកាកាលពីឆ្នាំ1962ឬក៏ការសម្រេចរបស់តុលាការកាលពីឆ្នាំ1962អញ្ចឹងការប្តឹងរបស់ភាគីខ្មែរអំពីចលនាកងទ័ពរបស់ថៃចូលមកក្នុងតំបន់ប្រាសាទព្រះវិហារនេះមិនមែនប្តឹងដើម្បីឲ្យដោះស្រាយម្ដងទៀតទេគឺប្តឹងឲ្យបកស្រាយណាសាលដីការបស់តុលាការហ្នឹងដែលបានចេញពីឆ្នាំ1962នេះម្ដងឲ្យបកស្រាយឡើងវិញឲ្យភាគីថៃបានយល់មិនមែនប្តឹងយុទ្ធកាក្តីម្ដងទៀតទេណាអញ្ចឹងចំណុចទី3ណាដែលមានបញ្ជាក់ក្នុងសាលដីកាហ្នឹងដែលតុលាការបកស្រាយជាថ្មីម្ដងទៀតនេះគឺថាតុលាការបញ្ជាក់ថាកាតព្វកិច្ចរបស់ថៃគឺត្រូវតែដកកងកម្លាំងបដាអាវុធណាប៉ូលីសឆ្មាំអ្នកយាមទាំងអស់ចេញពីតំបន់នៃប្រាសាទព្រះវិហារជាពិសេសគឺតំបន់នៃវត្តកែវសិក្ខាគិរីស្វារៈនឹងឯងការបកស្រាយសាលដីកាឆ្នាំ2013របស់តុលាការបាននាំមកនូវភាពច្បាស់លាស់ដែលបញ្ជាក់ណាអំពីភាពសំខាន់របស់តុលាការយុត្តិធម៌អន្តរជាតិក្នុងការដោះស្រាយចំនួនព្រំដែនរវាងកម្ពុជានិងថៃប៉ុន្តែមែនតើគេអត់និយាយថាចំនួនព្រំដែននេះគឺជាចំនួនដណ្ដើមនៅប្រាសាទប៉ុន្តែបើសិនជាមិនកំណត់នៅព្រំដែនទេតើថាគេអាចកំណត់ថាប្រាសាទហ្នឹងនៅខាងភាគីណាបានអត់ទាល់តែរកនៅព្រំដែនសិនអញ្ចឹងនេះគឺជាចំណុចសំខាន់ណាស់ដែលតុលាការយុត្តិធម៌អន្តរជាតិបានដើរតួនាទីសំខាន់ក្នុងការដោះស្រាយវិវាទរវាងកម្ពុជានិងថៃកាលពីឆ្នាំ1962រហូតដល់ឆ្នាំ2008និង2011នេះឯងដែលយើងផ្ទុះរឿងម្ដងទៀតណាសរុបជារួមមករឿងក្តីប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិបានបង្ហាញឲ្យយើងឃើញពីសារៈសំខាន់នៃយន្តការដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិដើម្បីជៀសវាងនៅវិវាទផ្នែកយោធាឬក៏ចំនួនកងកម្លាំងបដាអាវុធកើតឡើងបើសិនបើចំនួនកងកម្លាំងបដាអាវុធកើតឡើងគឺថាវាមានផលប៉ះពាល់ទាំងសងខាងព្រោះការធ្វើសង្គ្រាមជាមួយគ្នាគឺថាគ្មានអ្នកណាគេចំណេញជាងអ្នកណាគេវាមាននាំតែផលលំបាកនៃខាតបង់ទាំងពីរភាគីមិនថាខ្មែរយើងឬក៏ថៃទេវាជាបំផុតទេអារឿងច្បាំងគ្នាហ្នឹងប្រកាសជាមានអ្នករបួសនឹងស្លាប់ហើយខាតទាំងសងខាងអញ្ចឹងគឺយើងប្រើយន្តការនៃច្បាប់អន្តរជាតិដើម្បីដោះស្រាយជាពិសេសគឺថាផ្លូវការទូតនឹងឯងណាប្រិមិត្តអ្នកស្ដាប់ជាទីគោរពអញ្ចឹងពេលវេលានៃកម្មវិធីរបស់យើងបានមកដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាប្រិមិត្តបានទទួលនូវចំណេះដឹងបន្ថែមអំពីតុលាការយុត្តិធម៌អន្តរជាតិហើយពិសេសជាងគេហ្នឹងគឺរឿងរ៉ាវនៃប្រាសាទព្រះវិហាររបស់ខ្មែរយើងដែលមានចំនួនរ៉ាំរ៉ៃជាមួយនឹងប្រទេសថៃអញ្ចឹងបងប្អូនទាំងអស់គ្នាដែលចង់គាំទ្រឲ្យមានការចែករំលែកច្បាប់នេះបន្ថែមទៀតអាចជីវរូបសំណាក់យុត្តិធម៌ពីខ្ញុំបានហើយកុំភ្លេចចុច Subscribe Channel YouTube ខ្ញុំផងដែរណាបើសិនជាមានសំណួរអាច comment នៅខាងក្រោមវីដេអូនេះបានហើយបើសិនបើខ្ញុំអធិប្បាយទៅលឺលួសឬខ្វះខាតតចំណុចណាបងប្អូនអ្នកច្បាប់អាចចូលមក comment បន្ថែមនៅខាងក្រោមវីដេអូនេះក្រៅពីនេះវត្តមានខ្ញុំបាទពូវិស័យសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅភាគក្រោយ